បាច់ជ្រុងបាទនៅចុងវគ្គពេលវេលាបន្ថែមនោះគឺ5នាទីអាចនឹងមានលទ្ធផលប្រែប្រួលដែរឬទេបាទយើងរងចាំមើលទាំងអស់គ្នាបាទស៊ីដានលើកកោងមកមង្គលទី1បាទរៀបរៀងឱកាសទប់ទាត់យកលីហេងជួយសង្គ្រោះបានមួយជើងទៀតលីហេងជួយសង្គ្រោះបានដដែលបញ្ជូនទប់មួយរកឱកាសបែរទាត់បំបុកទប់បានសាយថ្មីក៏ស្រូក៏សម្លឹងឃើញក៏លើកមកលីហេងបាទដោបាល់មិនត្រូវទេការតែត free header បាទក៏ដូចជាគ្រាប់បាល់ hat trick បាទរបស់ខ្សែប្រយុទ្ធពាក់ស្លាកលេខ98បាទ Celestino ឲ្យរកគ្រាប់បាល់ទី4សម្រាប់ប្រការីស្វ័យរៀងក៏ដូចជាគ្រាប់បាល់ទី3ក៏ដូចជាគ្រាប់បាល់ hat trick របស់គេផងដែរបាទការដាក់សម្ពាធម្ដងហើយម្ដងទៀតការក្រោះឬក៏ការបញ្ជូនបាល់ចូលមកតំបន់កណ្ដាលបាទផ្ដើមចេញពីតំបន់ខាងឆ្វេងការបញ្ជូនពី Rozip បាទហើយការបញ្ជូនបន្តពី Nick Taylor ហើយការឈរចាំតែតដោយ free header តែម្ដងបាទការទះបាល់ចេញមិនបានល្អរបស់ Red Lee Heng បាទ Lee Heng ទះបាល់មិនត្រូវធ្វើឲ្យបាទ Celestino បាទឈរតែតដោយគ្មានផលរំខានបាទលើកទៅតំបន់កណ្ដាលបាទតែបាល់ចេញបាទពី Thierry បាល់ជ្រុងបាទនៅចុងវគ្គសម្រាប់ Nagawa បាទលើកកោងមកបកគោទី1នេះឡងចេញមកខាងក្រៅគ្រប់គ្រងជាបន្តសម្លឹងក៏លើកចូលទៅតំបន់កណ្ដាលមានការប្រជែងទុកមួយសិនបាទទាត់បំបុកតែម្ដងឆ្កឹះមួយមានឱកាសបាទផុតហើយមានឱកាសតែចូលទៅមកតែមួយក្បាលនេះបាទបាល់ចេញទៅខាងក្រៅសោកស្ដាយបាទសម្រាប់បាទយូតាបាទជើងមើលនេះបាទហ៊ូហ្គោជាអ្នកតែទម្លាក់យូតាជាអ្នកតែទៅបាទ